ខេត្តកញ្ចេះឆ្នាំ2026នេះមានការអភិវឌ្ឍផ្លែកធំមួយចំនួនដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តកញ្ចេះត្រូវបានសាងសង់ហើយការដាក់ភ្លើងនៅតាមបណ្ដោយផ្លូវនៅសង្កាត់អូរស័យក្រុងកញ្ចេះនេះក៏ហៅថាដាក់ហើយដែរស្អាតមែនទែនបាទហើយក៏មានការបង្កើតក្លឹបគុនខ្មែរអាជីពដំបូងទី1នៅក្នុងខេត្តកញ្ចេះបាទបង្កើតឡើងដោយមិត្តភ័ក្តិរបស់ខ្ញុំជាបាទហើយចូលឆ្នាំនេះទៀតសោតក្រៅពីការលេងល្បែងប្រជាប្រិយកំសាន្តនៅតាមទីសាធារណៈក៏ដូចជាវត្តអារាមផ្សេងក៏មានការប្រកួតដណ្ដើមគុនខ្មែរបាទរយៈពេល3យប់ហើយគុនខ្មែរនេះទៀតសោតគឺចាប់ដើមពីថ្នាលតូចបាទមានតាំងពីគីឡូ27គីឡូក៏មានដែរអាយុ15ឆ្នាំកម្ពស់1.60 ម៉ែត្រទម្ងន់43គីឡូក្រាមស្វាយបង្គំគ្រូតាមរបៀបព្រះរាមពុទ្ធសីមាដែលមានទីកំណើតនៅខេត្តបាត់ដំបងបាទមកពីបាត់ដំបងទីរងប្រកួតគូរងទី1ទឹកទី1បាទអ្នកនរគ្នាខាងក្រោយនេះគឺជាសៃវៀនដែលជាគាត់បានរៀបចំឡើងជាមួយនឹងក្រុមគណៈកម្មការរៀបចំនៅទីនេះក៏ដូចជាមានការទទួលស្គាល់ពីភូមិឃុំក៏ដូចជាមានលោកគ្រូពេទ្យដែលធានាថាការប្រកួតមានសុវត្ថិភាពបើសិនជាមានអ្នករបួសមានអីចឹងនិយាយទៅមានការរៀបចំបានល្អបែប professional ហើយខ្ញុំចង់ឲ្យអ្នកនរគ្នាស្ដាប់ពីជាផ្ទាល់ថាតើគាត់មានទស្សនវិស័យបែបម៉េចចំពោះកីឡាគុនខ្មែរយើងហេតុអីក៏គាត់បង្កើតនៅក្លឹបបដានេះឡើងបាទជាមកបាទសួរជាបាទមានសួរបាទមានសួរជួយប្រាប់ audience យើងតិចមើលថាតើជាមានគោលគំនិតបែបម៉េចជាមួយនឹងការបង្កើតក្លឹបគុនខ្មែរយើងនៅកញ្ចេះបាទអរគុណគោលដៅនៃការបង្កើតក្លឹបនេះវាផ្ដោតទៅលើទី1ជួយក្មេងៗដែលពួកគាត់មាននិស្ស័យស្រឡាញ់ខាងកីឡាបដាគុនខ្មែរនេះឲ្យគាត់មានឱកាសក្នុងការចូលរួមហ្វឹកហាត់ដើម្បីលើកស្ទួយវិស័យបដាគុនខ្មែរយើងនិងបណ្ដុះថ្នាលដែលនៅប្រចាំខេត្តកញ្ចេះយើងដោយសារពេលខ្លះពួកគាត់ស្រឡាញ់ដែរប៉ុន្តែគាត់ចង់ហាត់ត្រូវទៅចំណាយពេលទៅហាត់នៅពេញឆ្ងាយពីផ្ទះឆ្ងាយពីពុកម្ដាយហើយគាត់ត្រូវការដូរសាលាដូរអីចឹងធ្វើឲ្យគាត់ពិបាកក្នុងការនឹងដូច្នេះខ្ញុំក៏មានគំនិតព្រួយផ្ដើមនឹងការស្រឡាញ់របស់ខ្ញុំគិតថាដើម្បីជួយឲ្យក្មេងៗនៅក្នុងខេត្តកញ្ចេះដើម្បីឲ្យមានការវឹកហាត់ដើម្បីអីចឹងដើម្បីធ្វើឲ្យពួកគាត់នឹងពេលខ្លះឲ្យគាត់ប្រែក្លាយទៅជាមនុស្សពីមិនល្អដែលសង្គមស្អើខ្ពើមឲ្យចូលក្នុងវិស័យកីឡាបដាល់យើងបាទអញ្ចឹងជាស្រឡាញ់ហ្មងស្រឡាញ់គុនខ្មែរហ្នឹងហ្មងស្រឡាញ់តាំងពីតូចកាលហ្នឹងតាំងពីតូចដែលខ្ញុំស្រឡាញ់ហ្នឹងគឺចង់វាយដែរប៉ុន្តែអត់មានឱកាសក្នុងការបានវឹកហាត់ដោយសារប៉ាម៉ាក់គាត់ឲ្យតែឮថាវាយអីគាត់អត់ចង់ឲ្យយើងទៅហាត់ទេបាទព្រោះយើងស្រឡឹងឃើញហើយថាថ្ងៃហ្នឹងវិស័យកីឡាបដាល់យើងកំពុងតែរីកដុះដាលដំណើរការយ៉ាងច្រើនគ្រប់ស្ថានីយ៍គ្រប់សង្វៀនគឺមានការប្រកួតច្រើនរៀងរាល់សប្តាហ៍អញ្ចឹងដូច្នេះខ្ញុំមានគោលបំណងតែប៉ុណ្្នឹងទេបាទដើម្បីឲ្យយើងបន្តបំផុសវិស័យកីឡាបដាល់គុនខ្មែរយើងហ្នឹងឲ្យមានរីកចម្រើននៅក្នុងខេត្តកញ្ចេះយើងបាទហើយបង្កើតក្លឹបហ្នឹងក្លឹបឈ្មោះអីហើយបង្កើត official ពេលណាក្លឹបហ្នឹងក្លឹបនៅកញ្ចេះហ្នឹងឈ្មោះមហាគ្រុឌគុនខ្មែរបាទមហាគ្រុឌគុនខ្មែរឲ្យបង្កើតតាំងពីឆ្នាំ2023ប៉ុន្តែអត់ទាន់បានយើងគ្រាន់តែបង្កើតយើងហាត់លេងទៅការឆ្លាញ់នៅផ្ទះយើងទេប៉ុន្តែដោយសារការមើលឃើញរបស់ឯកឧត្តមប្រធានស្ថាប័ននិងការតំណែងរបស់បងមានមនិតជួយជ្រោមជ្រែងដឹកនាំពីគាត់ផងទៅក៏បានការតំណែងជាមួយឯកឧត្តមឃើញឆាយផ្ទាល់គាត់ក៏បានស្រឡឹងឃើញពីឆន្ទៈរបស់ខ្ញុំហើយនឹងមានដីខ្លួនឯងដែលតំណែងអាចសាងសង់ក្លឹបនឹងបានគាត់ក៏បានជួយឧបត្ថម្ភជាថវិកាចំនួនសហព័ន្ធជួយឧបត្ថម្ភថវិកាចំនួន$11,000ដើម្បីសាងសង់ជារោងដែកក្លឹបដើម្បីក្នុងសួនក្នុងការវឹកហាត់អូខេហ្នឹងហើយជាអរគុណច្រើនបាទអរគុណច្រើន
Zalo ប្រយ័ត្នណាបាទគូពីរនេះប្រយ័ត្នដូចគ្នាបាទបាទ1 2ចាប់បោកកែអ្នកនេះខ្ញុំភ្លេចបញ្ជាក់ការចូលហាត់នៅក្លឹបនេះគឺអត់តម្រូវឲ្យមានការបង់ប្រាក់ទេតែក៏ត្រូវឲ្យមានកិច្ចសន្យារវាងអាណាព្យាបាលឪពុកម្ដាយអាណាព្យាបាលជាមួយនឹងខាងក្លឹបដើម្បីធានាថាក្លឹបមិននិយាយទៅវាជាវិធីការបាទត្រូវមានការយល់ព្រមទាំងសងខាងបាទជាជំរើសច្រើនសម្រាប់ក្មេងៗនៅទីនេះនៅខេត្តកញ្ចេះនេះបាទបើថារៀនមិនកើតទេក៏ចង់ចូលវាយបដាល់ក៏ចូលវាយទៅអាហ្នឹងក៏ជាជំនាញមួយដែរអញ្ចឹងណាបាទបើសិនយើងបកកែយើងអាចមានគេឈ្មោះយើងអាចសាងគេឈ្មោះយើងអាចធ្វើនៅអ្វីដែលត្រូវសម្រាប់ជីវិតយើងក៏ដូចជាអនាគតប្រទេសជាតិបាទអាចថាជាកិត្តិយសសម្រាប់គ្រួសារក៏ដូចជាមុខមាត់សម្រាប់ប្រទេសកម្ពុជាយើងដែរនៅពេលដែលយើងមានកីឡាដែលខ្លាំងបាទហើយគុណខ្មែរនេះស្រាប់គឺជាហៅថាកីឡាដែលជាអត្តសញ្ញាណខ្មែរយើងមែនតើអ្នកនរគ្នាបាទអញ្ចឹងនេះជាវីដេអូឯកសារខ្លីដែលខ្ញុំមែនតើអត់មានកម្រងថាធ្វើទេប៉ុន្តែដោយសារឃើញថាវាតំណងដែរអញ្ចឹងខ្ញុំក៏ចងក្រងជាឯកសារនេះឡើងហើយខ្ញុំរីករាយដូចគ្នាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នារីករាយទស្សនាក៏ដូចជាទទួលបាននូវចំណេះដឹងវីដេអូខ្ញុំពេលនេះគឺមកដល់ទីបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនាសូមជួយ like និង subscribe ជួយ like និង share សម្រាប់នៅលើ Facebook ជួយ subscribe សម្រាប់អ្នកនៅលើ YouTube បាទជួបគ្នានៅវីដេអូក្រោយ The road is mine.